សួស្តីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់វីដេអូមួយទៀតហើយបាទរបៀបផុសបាទ PE បាទជំហានដំបូងបើយើងចូលទៅកាន់បាទ App Store មកដើម្បីបាទ down កម្មវិធីមួយ Store បាទចូល App Store មកបាទវាពាក្យថា search មកវាយពាក្យថាបាទ Master Post បាទនៅខាងលើគេនេះបងប្អូនបន្ទាប់មកបើយើងក៏លេខមកបើឃើញកម្មវិធីមួយបើគេហៅថាបាទ Master Post ខាងក្រោមនេះបើសម្រាប់បើ admin គឺបើ download ហើយតែឥឡូវគេឲ្យ update នេះឥឡូវចុច update តែហ្មងទៅចឹងអូខេបាទ faster លឿនបាទឥឡូវយើងបាទ download ហើយបើយើងចុចចូល open មកបាទដល់កន្លែងនេះគឺបាទមានបាទមុខងារជាច្រើនបាទដូចជាបាទ post PE បាទ post វីដេអូធម្មតាក៏ដូចជាបាទការ download ការ speed cut វីដេអូរបស់យើងមានច្រើនមែនទែនថ្ងៃនេះគឺយើងស្វែងយល់អំពីតកតងនឹងការ post របស់ PE នេះបាទ Power Editor នេះបើយើងបាទអាចយកជា link ក៏បានជាបាទវីដេអូក៏បានដែរបើយកមក post បាទឥឡូវបើ example មួយបើយកវីដេអូពី TikTok មកចូល TikTok យល់ថាគ្មានកម្លាំងក្នុងខ្លួនសោះពេលនេះខ្ញុំគួរធ្វើបែបណាទើបល្អទៅមុខបនតនៅក្នុងពេលនេះខ្ញុំត្រូវ link តបមកយើងចូលមកបើ master post បើចូលមកបើកន្លែងនេះបើយើង copy link ដែលយើង copy មកបើចុចពាក្យថាបើមកដល់កន្លែងនេះគឺគេឲ្យយើង select បាទ page ដែលយើងចង់ post បើយើងចង់ post page មួយណាសម្រាប់ admin គឺបើយក page បាទ set ដែរទៅ like ឥឡូវនេះបាទ set caption មកគេហត់អើយអញ្ចឹងទៅហត់នឿយនឹងរឿងគ្រប់យ៉ាងខ្លីៗមកងាយយល់ប៉ុណ្ណឹងមកហើយកន្លែងនេះយើងដូរបានដូរដាក់កន្លែងនេះក៏បានស្អាតតែយើង PE បន្ទាប់មកបើយើងចុចមកពាក្យថា post នេះមកឥឡូវសាប់ស្អាតហើយបើយើងចូលមកកាន់ page មកបាទឡូនេះបាទនេះវីដេអូដែលយើង post មិញបងប្អូនយើងហត់នៅនឹងរឿងគ្រប់យ៉ាងហ្នឹងបាទតើតើនឹង PE បាទឥឡូវយើងឃើញថា post បានជោគជ័យបាទអរគុណច្រើនបាទសម្រាប់ការទស្សនាវីដេអូនេះបាទ